ក្នុងនាមជាសិស្សតើបងគួរបង្ហាញសកម្មភាពណាខ្លះដើម្បីឲ្យមនុស្សជំនាញខ្លួនស្រឡាញ់ជាតិដោយបង អរគុណសំពូសំណួរចំពោះខ្ញុំក្នុងនាមជាសិស្សដើម្បីឲ្យមនុស្សជុំវិញស្រឡាញ់ខ្លួនខ្ញុំក៏ដូចជាមានទឹកចិត្តស្រឡាញ់ទៅលើសង្គមជាតិទី1គឺធ្វើជាគំរូដល់ពួកគាត់ដូចជានៅពេលដែលខ្ញុំនិយាយថាពួកយើងត្រូវចេះចូលរួមខិតខំសិក្សារៀនសូត្រដើម្បីអភិវឌ្ឍជាតិយើងដូច្នេះមានន័យថាខ្ញុំគឺជាគំរូមួយសម្រាប់ពួកគាត់ដើម្បីយកតម្រាប់តាមហើយបើសិនជាខ្ញុំធ្វើបែបនេះពេលដែលពួកគាត់យកតម្រាប់តាមនឹងធ្វើឲ្យជាតិយើងកាន់តែរីកចម្រើនហើយក៏គេចាត់ទុកថាយើងក៏បានចូលរួមចំណែកមួយក្នុងការជួយជាតិយើងដូចគ្នាហើយអ្វីដែលសំខាន់ដូចជាដើម្បីចូលរួមអភិវឌ្ឍជាតិនិងធ្វើឲ្យជនដទៃទៀតស្រឡាញ់ជាតិដូចខ្ញុំគឺខ្ញុំត្រូវតែសបបញ្ជាក់ពួកគេថាតើការស្រឡាញ់ជាតិរបស់ខ្លួនតើវាមានអត្ថប្រយោជន៍យ៉ាងម៉េចខ្លះដល់ពួកយើងឧទាហរណ៍ថាបើសិនណាជាយើងទាំងអស់គ្នាសុទ្ធសឹងតែមានភក្ដីភាពទឹកចិត្តស្រឡាញ់ចំពោះជាតិរបស់យើងនោះយើងនឹងធ្វើឲ្យជាតិរបស់យើងទៅ